quite pretty rather fairly ពាក្យទាំង4នេះខុសគ្នាមិនទៅប្រើប្រាស់បែបណាក្នុងភាសាអង់គ្លេសដោយពាក្យ quite និងពាក្យ pretty នឹងន័យវាស្តីគ្នាទេណានៅក្នុងភាសាអង់គ្លេសដែលពាក្យទាំងពីរនេះន័យវាជាខ្មែរគឺគួរសមល្មមគ្រាន់បើពាក្យនេះពេលណាវានៅចន្លោះពីពាក្យ very ទៅដល់ពាក្យ little ជាងវានៅកណ្ដាលហ្នឹង very យើងដឹងហើយ 100% មានតែខ្លាំងណាស់ little មានតែបន្តិចបន្តួចវាអាចត្រឹម 1% 2% ចឹងទៅអញ្ចឹងចន្លោះ 50% នេះគឺយើងប្រើ quite និង pretty តែមានន័យថាសមរម្យសមល្មមជាឧទាហរណ៍ I'm surprised you haven't heard of her she's quite famous ខ្ញុំភ្ញាក់ផ្អើលដែលអ្នកអត់ដែលឮពីនាងណានាងគឺ quite famous មានថាល្បីល្បាញ quite famous មានន័យម៉េចល្បីល្បាញគួរសមតែតាមានថាល្បីល្បាញវាមិនខ្លាំងពេកហើយក៏មិនតិចពេកដែរល្បីល្បាញសមរម្យសមល្មមឬក៏ she's pretty famous quite famous នៃដូចគ្នាមានថាល្បីសមល្មមល្បីសមរម្យ Anna lives quite near me Anna នឹងរស់នៅក្បែរខ្ញុំឬក៏រស់នៅនឹងជិតខ្ញុំមែនតែនឬក៏ជិតខ្ញុំគួរសមឬក៏ជិតខ្ញុំសមល្មមមានថាការនៅនឹងគឺវាមិនឆ្ងាយគ្នាពេកហើយក៏មិនជិតគ្នាពេកដែរកដាលណាអញ្ចឹងយើងអាចប្រើ quite nearly ឬក៏មានន័យថាវានៅជិតគួរសម quite នេះគេប្រើប្រាស់ពីមុខ article ឬក៏ earn ណាមានន័យថាមិន earn មុនទេគឺយើងដាក់ quite មុនឧទាហរណ៍ we live in quite an old house ព្រោះយើងរស់នៅក្នុងផ្ទះចំណាស់មួយល្មមឬក៏មួយសមល្មមសមរម្យផ្ទះហ្នឹងក៏វាមិនចាស់ខ្លាំងក៏មិនថ្មីខ្លាំងដែរណាអញ្ចឹងយើងមើលមក quite គឺយើងដាក់មុខ article ណាចំណាំ quite an old house ណាយើងអាចនិយាយថា quite old house ទេណាគឺយើងដាក់ quite នៅមុខយើងប្រៀបធៀបបន្តិច Sarah has quite a good job ណា quite a good job មិនមែនquite good job ទេមានថា Sarah ហ្នឹងក៏មានការងារល្អគួរសមមួយដែរមិនអាក្រក់ពេកមិនល្អពេកឬក៏បើយើងប្រើ pretty វិញ Sarah has a pretty good job ន័យវាស្មើគ្នាអត្ថន័យដូចគ្នាប៉ុន្តែគ្រាន់ថា quite យើងដាក់មុខ article ឬក៏ earn pretty យើងដាក់នៅពីក្រោយឬក៏ earn គេថា quite យើងប្រើពាក្យ quite ដោយមិនប្រើពាក្យ pretty ទេនៅក្នុងរបៀបខាងក្រោមគឺយើងប្រើ quite article earn ហើយបូក noun ដូចជំរាបខាងលើអញ្ចឹងណាគឺទម្រង់វា quite បូក article នៅពីក្រោយហើយនាមនៅពីក្រោយមួយទៀតពេលខ្លះក៏យើងមិនបាច់ប្រើគុណនាមបានផងដែរណាមិនដែលយើងអាចប្រើវាតែឯងដោយមិនប្រើគុណនាមដោយគ្រាន់តែប្រើវាហើយដាក់នាមនៅពីក្រោយ I didn't expect to see them ខ្ញុំមិនរំពឹងតែជួបពួកគេទេ It was quite a surprise វាជាការគួរភ្ញាក់ផ្អើលដែរណាភ្ញាក់ផ្អើលខ្លាំងល្មមដែរណាវាមិនភ្ញាក់ផ្អើលខ្លាំងក៏មិនភ្ញាក់ផ្អើលខ្លាំងឬក៏ការភ្ញាក់ផ្អើលនោះវាថាវាតិចល្មមសមរម្យណាជាយើងមើល quite នេះតម្រងវាមិន quite ហើយបូក surprise ជា noun អញ្ចឹង quite article ហើយ noun នៅពីក្រោយណាមិនដាក់គុណនាមខាងលើក៏បានដូចខាងលើក៏បានដាក់ក៏បានដែរខ្ញុំមាន promotion free សៀវភៅមួយសម្រាប់បងអ្នករៀនភាសាអង់គ្លេសដែលចង់រៀនវគ្គសិក្សាណាមួយជាមួយនឹង KVDU យើងនឹង free សៀវភៅគ្រប់វគ្គសិក្សាតែម្ដងមានន័យថាវគ្គខ្លះគឺយើងមាន free សៀវភៅនៃវគ្គនោះហើយវគ្គមួយចំនួនដែលយើងអត់មានសៀវភៅយើង free ជាសៀវភៅរបស់យើងផ្ទាល់ដូចបងអាចមើលព័ត៌មានលម្អិតបានណាអាចចូលកាកទៅ bookidoo.affiliate.com ញ៉ាំត្រៀមលើ staff ចូលកលវគ្គសិក្សា courses ឬក៏មើលលម្អិតនៅក្នុងចំណងជើងវីដេអូនេះខ្ញុំបានដាក់វគ្គណា free សៀវភៅណាវគ្គណា free សៀវភៅណាជូនបងដល់ការប្រជូនត្រឹមថ្ងៃ28ខែកុម្ភៈ2026នេះតែប៉ុណ្ណោះចាប់អារម្មណ៍ទំនាក់ទំនងចុះឈ្មោះយើង free សៀវភៅជូនបងប្អូនគេថា quite a lot បងប្អូនប្រហែលជាធ្លាប់ឮណា quite a lot ឬក៏ quite a lot of មានតែច្រើនគួរសមច្រើនដែរប៉ុន្តែវាមិនច្រើនខ្លាំងដល់ 100% ទេវាអាចច្រើនខ្លាំងសមល្មមសមរម្យណាឧទាហរណ៍ there were quite a lot of guests at the wedding ថាមានភ្ញៀវច្រើនគួរសមឬក៏ច្រើនសមរម្យ
ណាមិនច្រើនខ្លាំងពេកនៅក្នុងពិធីមង្គលការនោះអញ្ចឹងយើងអាចប្រើ quite a lot ណា quite a lot of people quite a lot of guests quite a lot of students ឬក៏ quite បូកកិរិយាសព្ទយកតែម្ដងប្រើ quite បូក verb អាចកិរិយាសព្ទដូចជា like enjoy ជាដើមណាឧទាហរណ៍ quite like tennis I quite like tennis ខ្ញុំណាចូលចិត្ត tennis ហ្នឹងល្មមគួរសម but it's not my favorite sport ប៉ុន្តែវាមិនមែនជាកីឡាដែលខ្ញុំចូលចិត្តខ្លាំងទេមានតែគាត់ចូលចិត្តល្មមដែរណាលេងបានប៉ុន្តែមិនចូលចិត្តខ្លាំងចឹងយើងអាចប្រើ quite បូក verb quite like quite enjoy ជាដើមចំណែកពាក្យ rather វិញមិញយើងបានរៀនពី quite យើងបានរៀនពី pretty ប៉ុន្តែយើងមើលពាក្យ rather ន័យវាដូចគ្នាឬក៏ស្មើគ្នានឹង quite pretty ដែរដែលមានន័យថាដែរគួរសមល្មមសមរម្យប៉ុន្តែ rather នេះគេនិយាយពីអ្វីដែលអវិជ្ជមាន negative ណាណាឬក៏រឿងមិនល្អរឿងអវិជ្ជមានឧទាហរណ៍ the weather isn't so good is rather cloudy អាកាសធាតុមិនល្អទេណាវាដូចជាពពកអ៊ូអាប់គួរសមថ្ងៃនេះមានថាពាក្យថាពពកអ៊ូអាប់នេះវាន័យវាអវិជ្ជមានណាគួរសមមានថាពពកមានដែរតែមិនមានខ្លាំងទេមានគួរសមតែធ្វើឲ្យងងឹតធ្វើឲ្យមានភ្លៀងជាដើម Paul is rather shy Paul គឺអៀនគ្រាន់បើដែរឬក៏អៀនដែរណាអៀនដែរប៉ុន្តែមិនអៀនខ្លាំងទេគាត់ថាអៀននេះក្នុងន័យថាអៀនអវិជ្ជមានអៀនបែបដែលអៀនព្រានតែហ្មង He doesn't talk very much គាត់អត់និយាយច្រើនសោះគេថាអា quite នេះក៏គេប្រើដូច rather ដែរគេប្រើក្នុងឧទាហរណ៍បែបនេះដែរណាដល់ rather នេះគឺក៏អាចនិយាយបែបន័យវិជ្ជមានដែរដោយវាមានន័យមួយថា unusually មិនធម្មតាឬក៏ដែលគួរភ្ញាក់ផ្អើលណានៅពេលន័យវាមិនគួរភ្ញាក់ផ្អើលដែលមិនធម្មតាក្នុងន័យវិជ្ជមានក៏យើងប្រើ rather ដែរណាឧទាហរណ៍ This orange is rather good អូក្រូចទាំងនេះល្អដែរតាឆ្ងាញ់ដែរតាណា Where did you buy them អ្នកទិញនៅណាជាថា rather good ណាក្នុងន័យកន្លែងវាល្អគ្រាន់បើដែរតាដែលគួរភ្ញាក់ផ្អើលណាឬក៏គួរឲ្យមិនធម្មតាណាក្រូចនេះវាឆ្ងាញ់បែបហ្នឹងអញ្ចឹងអាចប្រើ rather បានណាចំណែក fairly ចុងក្រោយ fairly មានន័យស្រាលជាង rather quite និង pretty ដែល fairly យើងអាចថាមធ្យមល្មមណាមានន័យថាបើ quite និង rather ទៅ very រហូតដល់ little quite និង rather នៅកណ្ដាលអញ្ចឹង fairly វានៅចន្លោះ very និង quite ឬក៏ rather ហ្នឹង fairly វានៅក្រោម quite rather pretty នៃវាបែបនេះគេហៅថា fairly good ណាបើសិនបើយើងនិយាយថាអ្វីមួយ fairly good មានថាវាល្អដែរប៉ុន្តែមិនល្អខ្លាំងណាស់ទេប៉ុន្តែវាល្អប្រសើរបន្តិចឧទាហរណ៍ My room is fairly big but I prefer a bigger one បន្ទប់ខ្ញុំវាធំល្មមដែរថាវាបន្ទូចពេកក៏វាមិនធំពេកខ្លាំងគេថាខ្ញុំចង់បានអាធំជាងនឹងតិចណាវាធំល្មមគួរសមណាវាមិនទូចពេកក៏វាមិនអន់ពេកណាគេថា fairly big we see each other fairly often ពួកយើងជួបគ្នារាំងញឹកញាប់ដែរញឹកញាប់ល្មមដែរមិនញឹកញាប់ខ្លាំងមិនញឹកញាប់ខ្លាំងពេកប៉ុន្តែល្មមសមរម្យមើលពាក្យ quite មានន័យមួយទៀតថា completely ណា completely មានទាំងស្រុងទាំងដុលឧទាហរណ៍ Are you sure Yes quite sure តែច្បាស់អត់បាទក៏ចា quite sure កន្លែងមានថាច្បាស់ទាំងស្រុងប្រកបទាំងស្រុងណា 100% ណាអញ្ចឹងអា quite កន្លែងនេះស្មើនឹងន័យ 100% យើងអាចប្រើវាជាមួយនឹង adjective មួយចំនួនថា quite sure quite right quite true quite clear quite incredible amazing certain extraordinary ឬក៏ impossible អញ្ចឹងយើងអាចបូកវាជាមួយនឹងគុណនាមទាំងអស់នេះបានគឺ quite បូកគុណនាមទាំងអស់នេះឧទាហរណ៍ទីមក She was quite different from what I expected នាងខុសប្លែកគ្នាដាច់ត្មងឬក៏ខុសប្លែកទាំងស្រុងពីអ្វីដែលខ្ញុំរំពឹងទុក Everything they said was quite true អ្វីដែលគេនិយាយគឺពិតប្រាកដមែនណា quite true មានថា 100% true
ពិតប្រាកដទាំងស្រុងពាក្យ quite នេះដែលមានន័យថា completely ដដែលនេះទាំងស្រុងទាំងដល់នេះគឺប្រើមួយគេសាប់បានផងដែរណាឧទាហរណ៍ quite agree ណាអញ្ចឹងមានថាយក quite បូកជាមួយនឹង verb quite agree ខ្ញុំយល់ស្របទាំងស្រុងជាមួយអ្នកស្មើនឹង I completely agree quite សំទោស not quite វិញម្ដងអញ្ចឹងវាផ្ទុយនឹង not completely not quite not completely មានថាមិនទាំងស្រុង I don't quite understand what you mean ខ្ញុំមិនយល់នៅអ្វីដែលអ្នកចង់មានន័យទៅលសោះឬក៏មិនយល់ទាំងស្រុងទៅសោះមានន័យចឹងណាមានន័យថាអត់យល់ទាំងដល់អត់យល់ទាំងអស់ណា Are you ready yet តើអ្នករួចរាល់ហើយនៅ not quite មានថា not ready មិនទាន់រួចរាល់ទៅដល់សោះណាមានថាការរួចរាល់ហ្នឹងគឺមិនទាន់រួចទាំងស្រុងអញ្ចឹងយើងប្រើអវិជ្ជមានយើងប្រើ not quite អញ្ចឹងទៅបើន័យវិជ្ជមានមានទាំងស្រុងទាំងដល់នេះយើងប្រើ quite ជាមួយនឹងកិរិយាសព្ទក៏បានគុណនាមក៏បាន